こにដំបងឡាយគឺមានខ្លះក្នុងតកមួយក្បាលកំពុងតែចាប់ត្រីដើម្បីយកទៅធ្វើជាចំណីសម្រាប់ប្រពន្ធហើយនិងកូនគេនៅឯផ្ទះនៅពេលនេះផងដែរក៏មានទន្សាយមួយក្បាលកំពុងតែរួចគេចពីគ្រោះថ្នាក់ដោយសារតែមានឆ្កែទំនើបពីរក្បាលហ្នឹងគឺចង់វាយប្រហារទៅកាន់ខ្លួនគេហើយក្នុងគ្រានោះដែរខ្លះក្នុងតករបស់យើងក៏បានដើរមកដល់ហើយក៏បានធ្វើការគំរាមកំហែងដល់ឆ្កែទាំងអស់ហ្នឹងឲ្យចេញទៅឲ្យឆ្ងាយកុំឲ្យមកធ្វើការវាយប្រហារទៅកាន់ទន្សាយរបស់យើងនឹងទៀតនៅពេលនេះផងដែរខ្លះក្នុងតករបស់យើងក៏បានដើរមកដល់ផ្ទះហើយខ្លះក្នុងតកហ្នឹងគឺមានប្រពន្ធមួយហើយកូនរបស់គេហ្នឹងក៏មានតែមួយផងដែរជាកូនប្រុសទៀតណាហើយកូនប្រុសរបស់គេហ្នឹងគឺមិនដឹងថាជាយ៉ាងម៉េចទេសុកនឹងក៏ឡើងទៅលើដំបូលផ្ទះតែធ្វើខ្លួនគេហ្នឹងគឺធ្លាក់មកវិញកាប់មុខកាហិតតែម្ដងសកម្មភាពទាំងនេះក៏បានសរបញ្ជាក់ឲ្យឃើញថាគ្រួសារខ្លះមុំរបស់យើងហ្នឹងគឺមានសេចក្តីសុខមែនទែនហើយមានសុភមង្គលហ្មងណាសាច់រឿងរបស់យើងក៏បានកាត់បង្ហាញឲ្យឃើញពីទន្សាយពីរក្បាលកំពុងតែសក់សងវិចារគ្នាដែលទន្សាយឈ្មោះហ្នឹងក៏បានប្រាប់ទៅកាន់ទន្សាយជីថាបងស្រឡាញ់អូនខ្លាំងណាស់អូខេ I love you so much អំឡុងពេលដែលកំពុងតែសាកសងសប្បាយគ្នាហ្នឹងពេលនោះក៏មានក្របព្រួយមួយគ្រាប់ក៏បានបាញ់សម្ដៅចំខ្លួនរបស់ទន្សាយឈ្មោះមួយក្បាលដែលធ្វើឲ្យទន្សាយឈ្មោះហ្នឹងគឺបាត់បង់ជីវិតបាត់ទៅចំណែកឯទន្សាយញីគេក៏រត់គេចពីគ្រោះថ្នាក់ហ្នឹងបានដោយជោគជ័យហើយព្រានព្រៃម្នាក់នេះគាត់មានឈ្មោះថាលោកចយគាត់គឺជាព្រានព្រៃនៅក្នុងតំបន់តកកសប្តាហ៍ថ្ងៃនេះមុខរបររបស់គាត់ហ្នឹងគឺជាអ្នកដើរសម្លាប់សត្វព្រៃមិនថាសត្វអ្វីទេឲ្យតែដើរជួបហ្នឹងគឺសម្លាប់ពេញនឹងទាំងអស់គ្រាន់តែក្រោយពីដីភ្លាមឥឡូវនេះគាត់គឺបានសម្លាប់សត្វទន្សាយមួយដោយក្របខ្លួនរបស់គាត់និយាយទៅគឺចេញពីទឹកដៃពិតតែម្ដងណាបន្ទាប់ពីបាញ់សត្វទន្សាយបានហើយលោកចយហ្នឹងក៏បានឃើញសត្វខ្លះក្នុងតកកពេលហ្នឹងគាត់ក៏បានលើកអាវុធរបស់គាត់ហើយក៏បានបាញ់ទៅកាន់ខ្លាឃ្មុំទាំងអស់នោះដែលធ្វើឲ្យគ្រួសារខ្លាឃ្មុំទាំងអស់ហ្នឹងគឺមានអារម្មណ៍ថាភ័យខ្លាចចំពោះហេតុការណ៍មួយនេះខ្លាំងមែនទែនក្នុងពេលហ្នឹងខ្លាឃ្មុំតកដែលជាប្តីហ្នឹងក៏បានប្រាប់ខ្លាឃ្មុំតកដែលជាប្រពន្ធហ្នឹងហើយនឹងកូនរបស់ខ្លួនហ្នឹងឲ្យរត់គេចសិនទៅទុកឲ្យខ្លួនគាត់ហ្នឹងគឺជាអ្នកបង្វែងដាននិងវាយប្រហារទៅកាន់ព្រានព្រៃចិត្តអាក្រក់នោះនៅពេលដែលព្រានព្រៃចិត្តអាក្រក់នោះលោភរកមើលសត្វដែលខ្លួនរកបាញ់ហ្នឹងពេលហ្នឹងខ្លាឃ្មុំតករបស់យើងក៏បានហក់ចេញមកកន្ទ្រប់ទៅលើលោកចយដោយភាពអង់អាចក្លាហានគ្រានោះគឺឲ្យសុខភាពខ្លាំងមែនទែនសត្វខ្លាឃ្មុំដ៏កំសត់របស់យើងគឺត្រូវបានព្រានព្រៃចិត្តអាក្រក់នោះយកកំបិតចាក់សម្លាប់ដោយគ្មានអាណត្តិសូរដល់សត្វព្រៃបន្តិចឡើយហើយពេលនោះសត្វខ្លាឃ្មុំតករបស់យើងក៏បានបាត់បង់ជីវិតបាត់ទៅសាច់រឿងរបស់យើងក៏បានកាត់បង្ហាញឲ្យឃើញពីខ្លាឃ្មុំតកដែលជាម្ដាយហើយនឹងកូននេះវិញកំពុងតែអង្គុយរងចាំប្តីត្រឡប់មកវិញប៉ុន្តែហាក់បីដូចជាបាត់ដំណឹងសូនឈឹងតែម្ដងដោយពួកគេមិនដឹងថាខ្លាឃ្មុំដែលជាប្តីហ្នឹងត្រូវស្លាប់ឬក៏រស់ឬក៏យ៉ាងណានោះទេបន្ទាប់ពីនោះលោកចយក៏បានអូសសាកសពសត្វខ្លាឃ្មុំដ៏កំសត់ហ្នឹងមកកាន់ផ្ទះរបស់ខ្លួនហើយក្នុងផ្ទះរបស់គាត់ហ្នឹងគឺមានសុទ្ធតែអាវុធនិងប្រដាប់ប្រដាជាច្រើនដែលជាអន្ទាក់សម្រាប់ដាក់សត្វព្រៃរួមជាមួយនឹងស្បែកសត្វដែលគាត់បានសម្លាប់ពីមុនហ្នឹងក៏មានដែរពេលនោះព្រានព្រៃចិត្តអាក្រក់ហ្នឹងក៏បានយកកំបិតទៅគៀស្បែកខ្លាឃ្មុំចឹងណានឹងយកស្បែកនឹងទៅហាលដូចជាស្បែកសត្វដទៃទៀតដែរយើងកាត់មកមើលគ្រួសារខ្លាឃ្មុំម៉ែកូនដ៏កំសត់ឯនេះវិញក្នុងគ្រានោះកូនខ្លាឃ្មុំនឹងក៏បានឃើញត្រីហើយខ្លួនគេនឹងក៏រៀងហេវដែរក៏បានចេញពីសម្បុកចាប់ត្រីហ្នឹងហើយខ្លួនគេក៏បានឈរទៅលើផ្ទាំងតកមួយដែលធ្វើឲ្យផ្ទាំងតកហ្នឹងគឺបានដាច់ដែលធ្វើឲ្យកូនខ្លាឃ្មុំរបស់យើងហ្នឹងគឺដែលតាមផ្ទាំងតកហ្នឹងទៅកាន់ឆ្នេរម្ខាងទៀតហើយខ្លួនរបស់គេនឹងក៏បានដើរលេងលំហែកាយចឹងទៅដែលដើរសុកហ្នឹងក៏ស្រាប់តែឃើញសត្វសាច់ម្ដុំដែលកំពុងតែដាក់នៅលើបន្ទះឈើមួយហើយកូនខ្លាឃ្មុំរបស់យើងនឹងរៀងហេវដែរអ្នកគ្នាក៏បានជន់ទៅលើបន្ទះឈើហ្នឹងដើម្បីស៊ីសាច់ហើយក៏មានត្រុសដែកមួយធ្លាក់ចំពីលើក្របកូនខ្លាឃ្មុំរបស់យើងហ្នឹងគឺចិត្តតែម្ដងអត់ឲ្យតាណារួចទេអញ្ចឹងអ្នកគ្នាប្រហែលជាដឹងហើយមិនថាសត្វអីទេឲ្យតែឃើញចំណីអីហ្នឹងគឺដឹងតែស៊ីហើយឃើញដូចនោះហើយព្រានព្រៃហ្នឹងក៏បានយកអន្ទាក់តូចមួយដាក់នៅក្បែរទ្រូងហ្នឹងតែគាត់គិតថាច្បាស់ជាមានសត្វផ្សេងទៀតហ្នឹងមកជួយកូនខ្លាឃ្មុំនេះជាមិនខានទេងាកមើលតួអង្គម្ដាយរបស់កូនខ្លាឃ្មុំឯនេះវិញនៅពេលដែលខ្លួនភ្ញាក់ពីដេកហ្នឹងគឺអត់បានឃើញកូនរបស់ខ្លួនទេនៅពេលហ្នឹងគាត់គឺមានអារម្មណ៍ថាភ័យខ្លាំងមែនទែនព្រោះថាមានកូនពូជតែមួយគ្រាប់ផងបាទឡាំពេអីវ៉ាន់ចាប់ប្រោយពេលនោះក៏មានផ្សោតមួយក្បាលហ្នឹងក៏បានប្រាប់ទៅកាន់ខ្លាឃ្មុំថាកញ្ញាខ្ញុំមិញហ្នឹងគឺឃើញកូនកញ្ញាឯងហ្នឹងគឺដើរទៅនោះហើយគ្រាន់តែដឹងដំណឹងនឹងភ្លាមម្ដាយខ្លាឃ្មុំរបស់យើងក៏បានប្រញាប់រត់ទៅរកកូនរបស់ខ្លួនភ្លាមនៅពេលដែលឃើញកូនខ្លាឃ្មុំរបស់ខ្លួនកំពុងតែជាប់ទ្រង់បែបនោះ
ម្ដាយដែលជាខ្លាឃ្មុំម្នាក់វិញក៏បានដើរទៅក្បែរកូនខ្លាឃ្មុំនឹងដោយពុំបានប្រយ័ត្នប្រយែងក៏បានជាប់នឹងទាក់របស់ព្រានព្រៃពេលនោះព្រានព្រៃនឹងក៏បានបាញ់ព្រួយមួយគ្រាប់ចាក់សម្លាប់ទៅកាន់ម្ដាយដែលជាខ្លាឃ្មុំនឹងពេលហ្នឹងម្ដាយដែលជាខ្លាឃ្មុំនឹងក៏បានជួយរំដោះកូនរបស់ខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់និងបានប្រាប់ឲ្យកូននឹងរត់គេចពីទីនេះទៅចំណែកកូនខ្លាឃ្មុំតកនឹងក៏បានរត់មកផ្ទះតាមអ្វីដែលម្ដាយប្រាប់លុះមកដល់ផ្ទះវិញខ្លួនគេនេះគឺពិតជាមានអារម្មណ៍ថាសេតខ្លាំងមែនទែនដែលយំស្រក់ទឹកភ្នែកព្រោះថាខ្លួនគេនោះគឺបានបាត់បង់ឪពុកហើយនឹងម្ដាយដែលជាអ្នកមានគុណរបស់ខ្លួននោះគឺបាត់ទៅហើយពេលហ្នឹងក៏មានផ្សោតមួយក្បាលបានពំត្រីមកឲ្យខ្លាឃ្មុំរបស់យើងហើយទន្សាយហ្នឹងក៏បានយកត្រីហ្នឹងយកទៅឲ្យខ្លាឃ្មុំរបស់យើងស៊ីអញ្ចឹងណាប៉ុន្តែកូនខ្លាឃ្មុំហ្នឹងគឺអត់ព្រមស៊ីទេពេលនេះទន្សាយហ្នឹងក៏បានទៅយកគ្រាប់ព្រួយដែលបានបាញ់សម្លាប់ម្ដាយរបស់ខ្លួនហ្នឹងឲ្យទៅកាន់កូនខ្លាឃ្មុំដ៏កំសត់របស់យើងគ្រាន់តែឃើញគ្រាប់ព្រួយហ្នឹងភ្លាមកូនខ្លាឃ្មុំហ្នឹងគឺមានចិត្តចងគំនុំជាមួយនឹងព្រានព្រៃចិត្តអាក្រក់ហ្នឹងហើយខ្លួនគេហ្នឹងក៏បាននាំទន្សាយហ្នឹងទៅកាន់ជំរំរបស់ព្រានព្រៃនោះហើយនៅពេលដែលទៅដល់ជំរំរបស់ព្រានព្រៃហ្នឹងហើយកូនខ្លាឃ្មុំរបស់យើងក៏បានយកកំបិតដែលទុកនៅខាងក្រៅបើកទ្វារចូលទៅខាងក្នុងទៅហើយកូនខ្លាឃ្មុំរបស់យើងក៏បានយកកំបិតទៅចាក់ព្រានព្រៃចិត្តអាក្រក់នោះស្លាប់បាត់ទៅហើយកូនខ្លាឃ្មុំរបស់យើងក៏ពិតជាមានអារម្មណ៍សែតមែនតែននៅពេលដែលបានឃើញសាកសពស្បែករបស់ឪពុកម្ដាយរបស់ខ្លួនហ្នឹងកំពុងតែព្យួរហើយសាច់រឿងរបស់យើងក៏បានតែបញ្ចប់តែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាហើយក៏សូមអធិស្ឋានផងអ្នកនរគ្នាតើតើជាមួយនឹងបច្ចេកទេសនៃការសម្រាយអញ្ចឹងណាដោយសារតែខ្ញុំទើបតែជាអ្នកសម្រាយថ្មីហើយអ្នកនរគ្នាកុំភ្លេចជួយ control admin ម្នាក់មួយផងចុច like subscribe អញ្ចឹងទៅចាអរគុណអ្នកនរគ្នាជួបគ្នានៅពេលវេលាក្រោយទៀតបាយបាយ